វគ្គផ្កាបែកនេះគឺជាវគ្គមួយដែលសំខាន់ហើយនឹងជាវគ្គដែលលំបាកបំផុតនៅក្នុងដំណាំតារ៉េនទី1បងប្អូនទៅត្រួតពិនិត្យមើលទៅលើកំហាប់នៃទឹកក្រោមអញ្ចឹងបានន័យថាវគ្គនេះគឺជាវគ្គមួយដែលផ្ចិតផ្ចង់នឹងការថែទាំខ្លាំងមែនទែនទី2បងប្អូនត្រូវឆែកមើលត្រួយទី3សត្វល្អិតពាក់ព័ន្ធជាមួយនឹងសត្វល្អិតអញ្ចឹងទឹកលើសក៏មិនបានខ្វះក៏មិនបានទឹកអញ្ចឹងវគ្គនេះសំខាន់សម្រាប់ដំណាំតារ៉េនអញ្ចឹងបើសិនជាវាមានសភាពលក្ខណៈក្រញាងចេះបានន័យថាវាលើសទឹកហើយជាងដើមនេះវារៀងបែកផ្កាមកស្រស់បែបផ្កាស្រស់ដើមហើយដើមនេះក៏ស្រស់ដែរ 98% នៃបែបផ្កាស្រស់ព្រោះរសារវាចេញមកស្រស់អញ្ចឹងតារ៉េនវាចេញច្រើនវគ្គវាមានវគ្គ1វគ្គ2អញ្ចឹងវគ្គ1ក៏បែកស្រស់ទៅនេះក៏បែកវគ្គ1បែកស្រស់ដែរដំណាំតារ៉េនស្រួលនិយាយតែពិបាកធ្វើបានតែប្រហែលដើមហ្នឹងទេបងប្អូនអើយដើរថតឲ្យមើលនេះដើមនេះ5ឆ្នាំតែដល់ហើយផ្កាគ្រប់មេឃដើមនេះគ្រប់មេឃកនេះមកវគ្គបែបស្រស់មួយដើមនេះគ្រាន់តែតែង3ដងតែងនេះតែចង់ឲ្យស្អាតគឺយើងទុកកម្លាតវាយើងតែងទុកកម្លាតវានឹងស្អាតតែងទុកកម្លាតវាចឹងស្អាតចឹងយើងដឹងថាមួយមេឃនោះយ៉ាងខ្លាំងយើងរត់បាន4ដើមនេះក៏បែកស្រស់ដែរបងប្អូនផ្កាបែកស្អាតណាស់ស្រស់គ្រប់មេឃដែរ